ชีวิตรนនៅរបស់សត្វស្វានឬឆ្កែចចកដែលប្រជាជនវាយនៅប៉ុន្មានថ្ងៃនេះសត្វស្វានសត្វដែលពោពេញដោយភាពវៃឆ្លាតពូកែសម្របខ្លួននិងធ្វើការរស់នៅជាហ្វូងសត្វនេះត្រូវបានគេរកឃើញនៅភូមិភាគខាងជើងនិងឦសាននៃប្រទេសកម្ពុជាហើយវាក៏មានផងដែរនៅទ្វីបអាហ្វ្រិកអឺរ៉ុបនិងអាស៊ីសត្វនេះមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរប៉ុន្តែតូចជាងឆ្កែព្រៃហើយលក្ខណៈពណ៌មានលាយឡំពណ៌ប្រផេះជាមួយនឹងពណ៌ត្នោតចុងកន្ទុយមានលក្ខណៈសំពងភ្ជាប់ជាមួយរោមពណ៌ក្រមៅវាមានកន្ទុយត្រង់មិនខ្វៀនដូចកន្ទុយឆ្កែស្រុកទេសត្វពេញវ័យជាទូទៅអាចមានប្រវែងគិតពីក្បាលនិងដងខ្លួន6ទៅ7 តឹកកន្លះចំណែកឯកន្ទុយអាចមានប្រវែងពី2ទៅ2 តឹកកន្លះនិងអាចមានទម្ងន់ពី8ទៅ9 គីឡូក្រាមហើយអាចមានកម្ពស់ដល់40 សង់ទីម៉ែត្រនិងអាចរត់បានដល់ល្បឿន32 គីឡូម៉ែត្រក្នុង1ម៉ោងចចកជាសត្វរកស៊ីយប់ពួកវាតែងបញ្ចេញសំឡេងលូពេលយប់ងងឹតនិងពេលព្រលឹមស្រាងឆ្កែនេះចូលចិត្តរស់នៅជាក្រុមដែលក្នុងមួយហ្វូងអាចមានចចកដល់ទៅ20ក្បាលហើយដែនដីរបស់ពួកវាត្រូវបានកំណត់ដោយក្លិនទឹកនោមឆ្កែចចកច្រើនរស់នៅតាមតំបន់ព្រៃល្បោះតាមវាលស្មៅហើយជាញឹកញាប់វាចេញរកស៊ីនៅក្បែរភូមិឋានរបស់អ្នកស្រុកផងដែរសត្វស្វានឬឆ្កែចចកនេះស៊ីសាច់ជាអាហារដូចជាទន្សាយឆ្លុះប្រាសបាក់សីល្មូនកង្កែបនិងផ្លែឈើនៅពេលប្រមាញ់សត្វម្ដងពួកវាតែងធ្វើការជាក្រុមដើម្បីប្រមាញ់ជួនកាលសត្វនេះក៏ធ្វើការដណ្ដើមយកសាច់ពីសត្វខ្លាឬលួចចំណីពីសត្វដែលស៊ីសាច់ដទៃផ្សេងទៀតផងដែរសត្វនេះអាចមានជីវិតរស់រហូតដល់16ឆ្នាំក្នុងការផ្ដល់កំណើតសត្វញីអាចផ្ដល់កំណើតដល់កូនចាប់ពី2ទៅ7ក្បាលហើយជាទូទៅសត្វឈ្មោលជាអ្នកមើលថែរក្សាកូនតូចច្រើនជាងសត្វញីឆ្កែចចកជាប្រភេទសត្វដែលពុំសូវរងគ្រោះនោះទេហើយវាត្រូវបានចុះក្នុងបញ្ជីនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិឬហៅកាត់ថា IUCN ក្នុងនាមជាប្រភេទសត្វរងគ្រោះថ្នាក់តិចតួចចំពោះអ្វីដែលសត្វនេះកំពុងរងគ្រោះគឺដោយសារការទាក់ចាប់និងបាត់បង់ជម្រកដែលធ្លាប់តែរកចំណីនិងរស់នៅជាដើមជួបគ្នាក្នុងវីដេអូបន្ទាប់